anh mau sầm lọc anh. Ça va pas? Vous allez pas commencer à faire n'importe quoi là. Nhắc là phải đáp với anh. Mình mang cô dân tê. Ai cô bà cô giữ đôi sạp thiên. Bằng không mà dân phơi ca không tê sầm lá. Và khai cô anh cho bạn lên tìm một vị rồi. Anh hừ ha. Anh còn ba. Chừng này ca mà có đôi chỉ cô dân nhỉ. Tờ lót tập tẹo mình. Bàn thân mà đây ngô khớp khớp kia. Ta cô anh biết là đã số bà cô dân đại tế. Mình bắt dây cha đi. Sầm lá với cha đi. Quay được. Quay đi. Cảm ơn ạ. Tốt nhá, tốt nhá, làm tại trong này thôi. Mày mua. Họp. Bà Xuân, mau cho lên đang trong sân. Mà mau cho mau. Bà, chào mà lên sân á. Chọn cô chọn tên số bù sân. Ai, cô trong này ọt mau tăng từ lâm mau mà lên. Tôi lên được cái này sân á. Bà.ចាំបន្តិចទៀតយកទឹកថ្នោតឲ្យលបងឈួនផឹកផងណាចាពួកអញទៅលក់ឆ្នាំងនៅខេត្តសៀមរាបហេតុអីក៏ឆាប់ត្រឡប់មកវិញម្ល៉េះហើយសៀមរាបក៏ពិបាករកស៊ីណាដែរប៉ុន្មានថ្ងៃមុននេះពួកកម្មករបានសម្លាប់អភិរក្សអង្គរម្នាក់ហើយណាដឹងទេហើយចុះមានរឿងអីបានជាពួកកម្មករសម្លាប់អភិរក្សអង្គរនោះគឺព្រោះតែពួកកម្មករទាំងនោះគេឆ្អែតចិត្តចុះមានរឿងអីបានជាពួកគេឆ្អែតចិត្តគ្នារឿងស្អីក្រៅពីការគៀបសង្កត់ធ្វើបាបកាត់លុយកាត់កាក់នោះទេអញ្ចឹងហើយបានជាពួកកម្មករទាំងនោះគេទ្រាំមិនបានទើបនាំគ្នាវាសម្រាប់ទៅចុះអភិរក្សអង្គរនោះឈ្មោះអីជាតិខ្មែរឬក៏ជាតិបារាំងគឺជាតិបារាំងពួកបារាំងមកត្រួតត្រាខ្មែរមានតែការគៀបសង្កត់មើងងាយមើលថោកខ្មែរយើងទីណាក៏ដូចជាទីណាដែរនៅសុកបង្កើនពន្ធដារដីស្រែហើយបង្ខំឲ្យបង្ការទៀតនិយាយពីរឿងបង្ការខ្ញុំក៏គ្មានសមត្ថភាពនោះដែរខំយើងនេះបារាំងកំពុងតែបង្ខំឲ្យបង្ការគ្រប់គ្នាថែមទាំងពន្ធដារទៀតផងតើរកប្រាក់ឯណាបានទៅពីសាទឹកខ្នាតសិនទៅមកពីឆ្ងាយប្រហែលជាស្រេចទឹកខ្លាំងហើយអ្នកឈួនមានបានឃើញគេវាយប្រាំងដោយផ្ទាល់ភ្នែកដែរទេខ្ញុំបានចង្ឈោមមើលទៀតផងសាប់មកវាហើយអាពួកបារាំងសង្កត់កខ្មែរឲ្យវាស្លាប់ទៅចាស់បើសិនជាខ្ញុំនៅទីនោះប្រកាសជាបន្លះទៀតជាមួយពួកកម្មករទាំងនោះជាមិនខានបានហើយកុំនិយាយផ្លែផ្ដាតើតកោស្គាល់ទេរឿងនេះគឺមានបញ្ហាធំអ្នកទាំងអស់គ្នាចេះតែយកពាក្យអង្វរកមកនិយាយជាមួយខ្ញុំប៉ុន្តែបារាំងចៅហ្វាយធំរបស់យើងនោះគេមិនទទួលយកពាក្យអង្វរករបស់អ្នករកគ្នាទេអ្នកណាក៏និយាយថាគ្មានប្រាក់គ្រប់គ្នាបញ្ហានេះខ្ញុំយល់ប៉ុន្តែខ្ញុំគ្រាន់តែជួយពន្យាពេលឲ្យអ្នកទាំងអស់គ្នាបានតែបញ្ហាបងពុនអ្នកណាម្នាក់ក៏គិតមិនរួចពីបងពុនដែរជំរាបលោកមេឃុំផ្ទះខ្ញុំកំពុងសន្សំប្រាក់ដើម្បីយកទៅបង្កើតខ្ញុំរកមិនទាន់តែគ្រប់ផងឥឡូវត្រូវបងពុនដោយសារទៀតតើឲ្យខ្ញុំទៅរកប្រាក់ឯណាបានទាន់ចិត្តទៅហាបញ្ហានេះមិនត្រូវយកមកសួរខ្ញុំទេត្រូវសួរខាងប៉ូលីសតើគេព្រមលើកលែងឲ្យពួកអ្នកដើរគ្មានការបានដែរឬអត់
សុំទោសលោកមេឃុំប្តីខ្ញុំដេកឈឺនៅឯផ្ទះកូនខ្ញុំគ្រុនក្តៅទៀតខ្ញុំសុំយកកូនទៅផ្ទះច្រកឆ្នាំសិនណែឲ្យមានទៅដឹងថាគេកំពុងតែប្រជុំដែរទេ